បាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរូបមន្តតាក់ទងជាមួយនឹង count if ហើយនឹង count if មាន f ថាតើរូបមន្ត3 4ហ្នឹងវាខុសគ្នាយ៉ាងម៉េចដើម្បីងាយស្រួលក្នុងការអនុវត្តអញ្ចឹងដើម្បីចង់ដឹងថាវាខុសគ្នាយ៉ាងម៉េចតើតែសាកល្បងទាំងអស់គ្នាតោះអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងទាំងអស់គ្នាផ្ដើមចេញពីរូបមន្ត count អញ្ចឹងយើងចុចសញ្ញាស្មើមកហើយវាយពាក្យ count អញ្ចឹងវងកញ្ចក់ហើយយើងទៅ select មើលអញ្ចឹង count ហ្នឹងគឺចង់ទៅរាប់នៅជួរ row ណាអញ្ចឹងខ្ញុំចង់ទៅរាប់នៅជួរ row នេះចុះឧទាហរណ៍ថាតើវារាប់បានអត់អញ្ចឹងខ្ញុំ select ហើយខ្ញុំបិទវងកញ្ចក់វិញហើយ enter វាមកអញ្ចឹង count នេះគឺបានន័យថាវារាប់តាចំនួនrow ណាដែលមានតួលេខទេចំពោះដែល row ណាដែលអត់មានជាតួលេខវាអត់រាប់តែជាអក្សរវារាប់តែអញ្ចឹងគឺវាស្មើ0នេះអញ្ចឹងយើងចង់ដឹងទៀត counter វារាប់បានអត់អញ្ចឹងយើងចុច counter ស្មើ counter មកហើយបើកវងកញ្ចក់បន្ទាប់មកយើងទៅ select row column នឹងដូចគ្នា row នឹងដូចគ្នាអញ្ចឹងselect វាហើយយើងចុច enter មកអញ្ចឹង counter គឺវារាប់មិនថាជាតួអក្សរឬក៏ជាលេខទេអញ្ចឹងវារាប់ចុះ count if គឺជារូបមន្តដែលយើងរាប់មានលក្ខខណ្ឌអញ្ចឹងរាប់មានលក្ខខណ្ឌយ៉ាងម៉េចអញ្ចឹងខ្ញុំទៅ select ដូចគ្នាអញ្ចឹងទៅ select កន្លែង page នឹងដូចគ្នាបន្ទាប់មកខ្ញុំចុច comma អញ្ចឹងលក្ខខណ្ឌរបស់វា criteria អញ្ចឹង criteria ហ្នឹងគឺយើងរាប់យ៉ាងម៉េចក្នុងនោះវាមាន page មានស្រីមានប្រុសអញ្ចឹងខ្ញុំរាប់តាប្រុសទេឧទាហរណ៍ខ្ញុំរាប់តាប្រុសទេអញ្ចឹងចុច comma ហើយថ្មីកណ្ដុរហើយវាយពាក្យថា male បិទថ្មីកណ្ដុរវិញ enter បិទវងកញ្ចក់តមក enter បាទអញ្ចឹងយើងមើលមកត្រូវអត់អញ្ចឹងខ្ញុំរាប់តាប្រុសទេអញ្ចឹងប្រុសមានប៉ុន្មាន1 2 3 4 5បាទអញ្ចឹងរាប់ចំនួនប្រុសមាន5បាទអញ្ចឹងចូលមកដល់រូបមន្ត count if មាន s អញ្ចឹង count if មាន s នេះមើលទៅរៀងសាំញ៉ាំតិចអញ្ចឹងយើងវាយរូបមន្តមកស្មើ count if មាន s ហើយបើកវងកញ្ចក់យើងទៅ select នៅកន្លែង page នឹងដូចគ្នាមកអញ្ចឹងយើងដាក់លក្ខខណ្ឌយ៉ាងម៉េចអញ្ចឹង page ខ្ញុំឲ្យស្វែងរកចំនួនបុគ្គលិក page ស្រីខ្ញុំបើកថ្មីកណ្ដុរមកដាក់ female ហើយបិទថ្មីកណ្ដុរវិញខ្ញុំចុច comma អញ្ចឹងយើងចង់ដឹងថា page ស្រីហ្នឹងបុគ្គលិកដែលមានប្រាក់ខែ200ឬក៏250ប្រហែលអ្នកអញ្ចឹងខ្ញុំទៅ select កន្លែងប្រាក់ខែទៀតកន្លែង criteria rank នេះគឺយើងទៅ select នៅកន្លែងប្រាក់ខែទៀតមកអញ្ចឹងកន្លែងប្រាក់ខែហ្នឹងយើងកំណត់ថាភេទស្រីដែលមានប្រាក់ខែ250មានគ្នាប្រហែលអ្នកអញ្ចឹងខ្ញុំទៅ select កន្លែងប្រាក់ខែហើយបន្ទាប់មកខ្ញុំវាយលេខ$250អញ្ចឹងគឺចង់ដឹងរាប់មានលក្ខខណ្ឌហ្នឹងគឺរាប់ចំនួនបុគ្គលិកតែភេទស្រីទេហើយប្រាក់ខែ250មានគ្នាប៉ុន្មានអ្នកបាទអញ្ចឹងខ្ញុំដាក់250មកអញ្ចឹងចុច enter អញ្ចឹងមានគ្នា2នាក់អញ្ចឹងយើងទៅរាប់មើលជាក់ស្ដែងមករូបមន្តនឹងខុសឬត្រូវអញ្ចឹងយើងមើលមកប្រាក់ខែបុគ្គលិកភេទស្រី250អញ្ចឹងមាន1នេះភេទស្រី250មានម្នាក់250មានម្នាក់ទៀតអញ្ចឹង2នាក់ត្រូវហើយបាទអញ្ចឹងរូបមន្តនេះគឺ
វាអត់បោកយើងទេចឹងគឺត្រូវបាទចឹងអ្នកទាំងគ្នាអាចយកទៅអនុវត្តបានអរគុណច្រើន